នៅពេលដែលនិយាយអំពីកំភ្លើងវាយប្រហារដែលល្បីល្បាញបំផុតនៅលើពិភពលោកមនុស្សភាគច្រើនតែងតែនឹកឃើញដល់ឈ្មោះពីរគឺ AK-47 និង M16 កំភ្លើងទាំងពីរនេះមិនត្រឹមតែជាអាវុធសម្រាប់ការប្រយុទ្ធប៉ុណ្ណោះទេប៉ុន្តែវាក៏ជានិមិត្តរូបនៃការប្រកួតប្រជែងរវាងមហាអំណាចទាំងពីរក្នុងសម័យសង្គ្រាមត្រជាក់ផងដែរដែល AK-47 តំណាងឲ្យសហភាពសូវៀតនិង M16 គឺជានិមិត្តរូបនៃអំណាចយោធារបស់សហរដ្ឋអាមេរិកអស់រយៈពេលជាង60ឆ្នាំមកហើយកំភ្លើងទាំងពីរនេះបានឆ្លងកាត់សមរភូមិរាប់មិនអស់ចាប់តាំងពីព្រៃក្រាស់ក្នុងតំបន់អាស៊ីអាគ្នេយ៍រហូតដល់វាលខ្សាច់នៅមជ្ឈិមបូព៌ាប៉ុន្តែអ្វីដែលគួរចាប់អារម្មណ៍នោះគឺទោះបីជាកម្ពុជាត្រូវបានគេស្គាល់ថាជាប្រទេសដែលប្រើប្រាស់អាវុធស៊េរី AK ជាចម្បងក៏ដោយក៏យើងនៅតែអាចឃើញកំភ្លើង M16 និង M4 នៅក្នុងអង្គភាពមួយចំនួននៃកងយុទ្ធពលខេមរភូមិន្ទផងដែរនេះបានធ្វើឲ្យមនុស្សជាច្រើនមានចម្ងល់ថាបើ M16 គឺជាកំភ្លើងដ៏ល្បីល្បាញខាងទម្ងន់ស្រាលនិងបាញ់បានឆ្ងាយហើយវាត្រូវបានប្រើប្រាស់ដោយកងទ័ពជាច្រើននៅលើពិភពលោកហេតុអ្វីបានជាវាមិនក្លាយជាអាវុធស្តង់ដាររបស់កងទ័ពកម្ពុជាតើវាមានចំណុចខ្វះខាតអ្វីខ្លះហើយហេតុអ្វីបានជាទាហានកម្ពុជាជាច្រើននៅតែជឿជាក់ទៅលើត្រកូល AK ជាងដើម្បីស្វែងរកចម្លើយថ្ងៃនេះយើងនឹងសិក្សាអំពីប្រវត្តិកំណើតសមត្ថភាពប្រយុទ្ធប្រវត្តិសង្គ្រាមនិងមូលហេតុដែល M16 នៅតែមានវត្តមាននៅកម្ពុជាប៉ុន្តែมันអាចជំនួសកំភ្លើង AK-47 ទាំងស្រុងរឿងរ៉ាវរបស់ M16 គឺបានចាប់ផ្ដើមឡើងនៅចុងទសវត្សរ៍ឆ្នាំ1950ពលគឺនៅក្នុងអំឡុងដើមនៃសង្គ្រាមត្រជាក់នៅពេលនោះកងទ័ពសហរដ្ឋអាមេរិកកំពុងប្រើប្រាស់កំភ្លើងប្រភេទ M14 ដែលជាកំភ្លើងប្រើប្រាស់គ្រាប់ទំហំ 7.62 គុណ 51 មីលីម៉ែត្រវាមានអានុភាពខ្លាំងប៉ុន្តែវាមានទម្ងន់ធ្ងន់និងកម្លាំងធាក់ថយក្រោយខ្លាំងពេកពេលបាញ់ធ្វើឲ្យវាពិបាកក្នុងការគ្រប់គ្រងនៅពេលដែលជ្រើសរើសជម្រើសបាញ់ស្វ័យប្រវត្តិបទពិសោធន៍ពីសង្គ្រាមកូរ៉េនិងការសិក្សាផ្នែកយោធាបានបង្ហាញថាទាហានភាគច្រើនប្រយុទ្ធនៅចម្ងាយមធ្យមមិនមែនចម្ងាយឆ្ងាយខ្លាំងដោយដែលគេធ្លាប់គិតនោះទេដូច្នេះសហរដ្ឋអាមេរិកចង់បានកំភ្លើងប្រភេទថ្មីមួយដែលមានទម្ងន់ស្រាលជាងមុនអាចផ្ទុកគ្រាប់បានច្រើនជាងមុននិងជាពិសេសមានល្បឿនបាញ់លឿនជាងមុននៅក្នុងឆ្នាំ1959ក្រុមហ៊ុន Amalai ដែលជាក្រុមហ៊ុនផលិតអាវុធដ៏ធំបំផុតមួយរបស់សហរដ្ឋអាមេរិកបានទទួលបន្ទុកទៅលើគម្រោងនៃការអភិវឌ្ឍនេះក្រោមកិច្ចស្រាវជ្រាវរបស់លោកវិស្វករ Eugene Stoner ដែលសរុបជាលទ្ធផលនៃការងាររបស់គាត់គឺបានលេចចេញជារូបរាងឡើងនៅកំភ្លើងស្វ័យប្រវត្តិប្រភេទ AO-15 ដែលក្រោយមកត្រូវបានអភិវឌ្ឍបន្ថែមនិងដាក់ឲ្យចូលបម្រើការជាផ្លូវការក្រោមឈ្មោះ M16 នៅឆ្នាំ1964 M16A1 មានប្រវែង986មីលីម៉ែត្រមានកាណុងប្រវែង508មីលីម៉ែត្រនិងមានទម្ងន់ 2.89 គីឡូក្រាមជាទម្ងន់តួកំភ្លើងទទេមិនទាន់រួមបញ្ចូលជាមួយបង់និងគ្រាប់កំភ្លើងនេះប្រើប្រាស់គ្រាប់ទំហំ 5.56 គុណ 45 មីលីម៉ែត្រណេតូដែលអាចនាំឲ្យវាបាញ់បានចម្ងាយមានប្រសិទ្ធភាពចំពោះគោលដៅចន្លោះពី550ទៅ800ម៉ែត្រអាស្រ័យទៅលើបច្ចេកទេសនៃការប្រើប្រាស់របស់អ្នកបាញ់ហើយបើនិយាយអំពីល្បឿនគ្រាប់របស់វាវិញវាអាចហោះបានល្បឿន900ម៉ែត្រក្នុង1វិនាទីនិងអាចហោះបានចម្ងាយរហូតដល់ជាង 3000 ម៉ែត្រសម្រាប់ការបាញ់ពីចម្ងាយវាអាចប្រើប្រាស់បង់បានពីរប្រភេទគឺបង់ស្តង់ដារដែលបង្កើតឡើងលើកដំបូងអាចផ្ទុកគ្រាប់បានចំនួន20គ្រាប់និងបង់ដែលអភិវឌ្ឍបន្ថែមអាចដាក់បានចំនួន30គ្រាប់ក្នុងមួយបង់បើសិនជាយើងប្រៀបធៀបវាទៅនឹងកំភ្លើងដ៏ល្បីរបស់សហភាពសូវៀតប្រភេទ AK-47 ដែលប្រើប្រាស់គ្រាប់ទំហំ 7.62 មីលីម៉ែត្រវិញនោះគ្រាប់របស់ M16 ដែលមានទំហំ 5.56 មានទម្ងន់ស្រាលជាងដូច្នេះទាហានម្នាក់អាចយកគ្រាប់តាមខ្លួនបានច្រើនជាងមុនហើយគុណសម្បត្តិរបស់វាមិនត្រឹមតែទៅលើទម្ងន់ស្រាលនោះទេប៉ុន្តែវាមានសមត្ថភាពបាញ់បានឆ្ងាយជាងកំភ្លើង AK-47 ស្ទើរតែទ្វេដងឯណោះដែល AK-47 អាចបាញ់ឲ្យមានប្រសិទ្ធភាពចំពោះគោលដៅត្រឹមតែចម្ងាយ350ម៉ែត្រប៉ុណ្ណោះហើយបើយើងនិយាយអំពីរបៀបដែល M16 ដំណើរការនោះគឺ M16 ប្រើប្រព័ន្ធ Gas Operated Rotating Ball នៅពេលកេះកៃបាញ់គ្រាប់កំភ្លើងនឹងហោះចេញពីកាណុងសម្ពាធឧស្ម័នមួយផ្នែកនឹងត្រូវបញ្ជូនត្រឡប់ទៅក្រោយដើម្បីរុញ cylinder ឲ្យថយក្រោយបន្ទាប់មក cylinder នឹងដកសម្បកគ្រាប់ចាស់ចេញហើយបញ្ចូលគ្រាប់ថ្មីដែលស្វ័យប្រវត្តិចូលទៅក្នុងកាណុងប្រព័ន្ធនេះជួយឲ្យ M16 មានសុក្រឹតភាពចំពោះគោលដៅដោយសារតែវាអាចជួយកាត់បន្ថយកម្លាំងធាក់ថយក្រោយបានមួយចំណែកធំប៉ុន្តែប្រព័ន្ធនេះក៏មានគុណវិបត្តិផងដែរដោយសារតែឧស្ម័នត្រូវបានបញ្ជូនចូលទៅក្នុងប្រព័ន្ធខាងក្នុងដោយផ្ទាល់កាកសំណល់នៃម្សៅរំសេវអាចកកស្ទះបានប្រសិនបើមិនបានសម្អាតជាប្រចាំហើយនេះគឺជាបញ្ហាដែលធ្វើឲ្យ M16 ទទួលបានកេរ្តិ៍ឈ្មោះមិនសូវល្អចាប់តាំងពីបានចេញមុខលើកដំបូងនៅដើមនៃសង្គ្រាមវៀតណាមជាមួយនឹងសហរដ្ឋអាមេរិកក្នុងសង្គ្រាមវៀតណាមឆ្នាំ1965សហរដ្ឋអាមេរិកបានបញ្ជូនកងទ័ពជាច្រើនកងអនុសេនាធំដើម្បីចូលទៅវាយលុកប្រទេសវៀតណាមក្នុងទ្រង់ទ្រាយធំ
សម្រាប់ទាហានអាមេរិកម្នាក់គឺមាន M16 មួយដើមជាអាវុធចម្បង M16 ត្រូវបានបញ្ជូនទៅសមរភូមិជាមួយពួកគេទាំងដែលអាវុធប្រភេទនេះមិនធ្លាប់បានឆ្លងកាត់ការសាកល្បងធ្វើតេស្តអំពីគុណភាពនោះទេនិយាយរួមផលិតចេញពីរោងចក្រភ្លាមបញ្ជូនទៅកាន់មូលដ្ឋានយោធាភ្លាមកាលពីដំបូងឡើយទាហានជាច្រើនបានជួបបញ្ហាកាំងគ្របនិងបញ្ហាផ្ទុះកណ្ដុងនៅពេលដែលកំភ្លើងត្រាំទឹករួចលើកយកមកបាញ់ភ្លាមដូច្នេះទើបបានជានៅក្នុងវីដេអូឯកសារមួយចំនួនដែលពាក់ព័ន្ធជាមួយនឹងសង្គ្រាមវៀតណាមនិងសហរដ្ឋអាមេរិកយើងតែងតែឃើញទាហានអាមេរិកលើកកំភ្លើងឡើងផុតពីទឹកនៅពេលដែលដើរឆ្លងកាត់ទឹកដែលមានជម្រៅជ្រៅក្នុងស្ថានភាពនៅពេលកំពុងប្រយុទ្ធក្នុងសមរភូមិក្តៅបញ្ហានេះអាចមានគ្រោះថ្នាក់ដល់ជីវិតរបស់ទាហានប៉ុន្តែក្រោយមកកងទ័ពរបស់សហរដ្ឋអាមេរិកក៏បានកែប្រែរចនាសម្ព័ន្ធខ្លះៗដោយបន្ថែមឧបករណ៍បច្ចេកទេសនិងប្រព័ន្ធជំនួយមួយចំនួនហើយក៏បានបង្កើនការវឹកហាត់អំពីការថែទាំដើម្បីអាចឲ្យទាហានរបស់ខ្លួនសម្របខ្លួនក្នុងការប្រើប្រាស់អាវុធថ្មីមួយប្រភេទនេះបន្ទាប់ពីការធ្វើការកែប្រែចំណុចបច្ចេកទេសមួយចំនួនរួចមក M16 ក៏បានផ្លាស់ប្ដូរទៅជា M16A1 វិញហើយក៏បានបង្ហាញថាវាគឺជាកាំភ្លើងដែលមានប្រសិទ្ធភាពខ្ពស់និងមានភាពត្រឹមត្រូវល្អនិងទំនើបសម្រាប់ការប្រើប្រាស់ក្នុងជំនាន់នោះកាំភ្លើងនេះក៏បានធ្វើទំនើបកម្មជាច្រើន version ផងដែរដូចជា M16A2, M16A3 និង M16A4 ជា version ចុងក្រោយនៃត្រកូល M16 មុននឹងសហរដ្ឋអាមេរិកផ្លាស់ប្ដូរទៅផលិតអាវុធស៊េរីថ្មីដែលទំនើបជាងប្រភេទ M4 វិញកិច្ចសន្តិភាពរបស់ M16 មិនទាន់បានបញ្ចប់ត្រឹមតែសង្គ្រាមនៅវៀតណាមប៉ុណ្ណោះទេវាបានបន្តចូលរួមក្នុងសង្គ្រាមនិងចំនួនជាច្រើននៅជុំវិញពិភពលោកជាពិសេសសង្គ្រាមធំៗដូចជាសង្គ្រាមនៅឈូងសមុទ្រពាក់សង្គ្រាមនៅអ៊ីរ៉ាក់សង្គ្រាមនៅអាហ្គានីស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនិងចំនួនជាច្រើនទៀតនៅជុំវិញពិភពលោកកាំភ្លើងនេះត្រូវបាននាំចេញទៅកាន់ប្រទេសជាច្រើនហើយបានក្លាយជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍឲ្យទៅជាកាំភ្លើងស៊េរីទំនើបប្រភេទ M4 ដែលមានរូបរាងទំនើបជាងមានប្រវែងខ្លីជាងនិងបានក្លាយជាអាវុធស្តង់ដាររបស់កងទ័ពសហរដ្ឋអាមេរិកនៅក្នុងពេលបច្ចុប្បន្នចូលមកដល់ប្រទេសកម្ពុជាយើងវិញមានមនុស្សជាច្រើនបានគិតថា M16 គឺជាអាវុធថ្មីសម្រាប់កម្ពុជាប៉ុន្តែការពិត M16 បានបង្ហាញវត្តមាននៅក្នុងតំបន់ឥណ្ឌូចិនចាប់តាំងពីសម័យសង្គ្រាមវៀតណាមមកម្ល៉េះដោយនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ1970អាវុធរបស់សហរដ្ឋអាមេរិកជាច្រើនប្រភេទបានចរាចរក្នុងតំបន់នេះជាពិសេសចូលមកប្រទេសកម្ពុជាតាមរយៈចំហាយនៃឥទ្ធិពលរបស់សង្គ្រាមវៀតណាមជាមួយនឹងសហរដ្ឋអាមេរិកផ្ទាល់ដល់ពេលនោះប្រទេសកម្ពុជាយើងបានចាប់ផ្ដើមមានវត្តមានរបស់វានៅក្នុងអំឡុងសម័យសាធារណរដ្ឋខ្មែរឬដែលគេភាគច្រើនស្គាល់ថាសម័យលន់នល់ដែលនៅក្នុងសម័យនោះប្រទេសកម្ពុជាយើងគឺជាតំបន់យុទ្ធសាស្ត្ររវាងប្លុកកុម្មុយនីសនិងប្លុកសេរីនៅក្នុងឆ្នាំ1970ទៅដល់ឆ្នាំ1975ប្រទេសកម្ពុជាយើងបានទទួលជំនួយអាវុធយោធាជាច្រើនប្រភេទពីសហរដ្ឋអាមេរិកមានតែរថក្រោះរថពាសដែកឧទ្ធម្ភាគចក្រនាវាល្បាតនិងជាពិសេសកាំភ្លើង M16A1 នេះផ្ទាល់តែម្ដងចាប់តាំងពីពេលនោះមករហូតដល់ក្រោយបញ្ចប់សង្គ្រាមកាំភ្លើង M16 មួយចំនួននៅតែបន្តស្ថិតក្នុងតំបន់និងត្រូវបានប្រើប្រាស់ដោយកងកម្លាំងនៃភាគីផ្សេងៗហេតុអ្វីបានជាកម្ពុជាមិនប្រើ M16 ឲ្យទូលំទូលាយដូចជា AK47 នេះគឺជាចំណុចដែលមនុស្សភាគច្រើនចង់ដឹងបំផុតមូលហេតុទី1គឺប្រព័ន្ធគ្រប់គ្រងកងទ័ពកម្ពុជាប្រើប្រាស់អាវុធស៊េរី AK47 AKM RPD RPK អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដែលអាវុធទាំងនោះប្រើប្រាស់គ្រាប់ទំហំ 7.62 គុណនឹង 39 មីលីម៉ែត្រចំពោះបងនិងគ្រាប់និងគ្រឿងបន្លាស់មានក្នុងស្តុកយ៉ាងច្រើនការផ្លាស់ប្ដូរទៅប្រើកាំភ្លើង M16 ទាំងស្រុងសម្រាប់កងយោធពលខេមរភូមិន្ទនឹងត្រូវការផ្លាស់ប្ដូរប្រព័ន្ធគ្រប់គ្រងទាំងមូលហើយជាពិសេសវាក៏ពាក់ព័ន្ធទៅនឹងភូមិសាស្ត្រនយោបាយផងដែរពីព្រោះថាប្រទេសកម្ពុជាយើងមានភាពជិតស្និទ្ធផ្នែកយោធាជាមួយប្រទេសចិននិងអតីតសហភាពសូវៀតដែលជាប្រទេសដែលតែងតែផ្គត់ផ្គង់ជំនួយយោធានិងអាវុធយុទ្ធភ័ណ្ឌផ្សេងៗមកកាន់ប្រទេសកម្ពុជាយើងមូលហេតុទី2គឺភាពជឿជាក់ទោះបីជា M16 មានទម្ងន់ស្រាលនិងអាចបាញ់បានឆ្ងាយជាងក៏ដោយក៏ភាពធន់របស់វាមិនអាចប្រៀបផ្ទឹមជាមួយនឹងត្រកូលកាឡាស់នីកូវបាននោះដែរជាក់ស្ដែង AK47 ឬក៏ AKM មានកេរ្តិ៍ឈ្មោះល្បីល្បាញខាងភាពធន់រឹងមាំនៅក្នុងបរិស្ថានអាកាសធាតុពិបាកៗដូចជាតំបន់វាលខ្សាច់ធូលីភក់និងសំណើមខ្ពស់ក៏វានៅតែអាចបន្តដំណើរការបានដែលទាំងនេះសុទ្ធសឹងតែជាលក្ខខណ្ឌអាកាសធាតុដែលបានជួបប្រទះជាញឹកញាប់នៅតំបន់ព្រៃភ្នំនិងព្រំដែនមូលហេតុទី3គឺការវឹកហាត់ទាហានរបស់កម្ពុជាយើងប្រើប្រាស់កាំភ្លើង AK អស់ជាច្រើនទសវត្សរ៍មកហើយការវឹកវិនពីរបៀបប្រើប្រាស់ការដោះលាងសម្អាតនិងការជួសជុលសុទ្ធតែមានប្រព័ន្ធនិងបទពិសោធន៍រួចជាស្រេចមូលហេតុទី4គឺបទពិសោធន៍ប្រយុទ្ធអស់រយៈពេលជាច្រើនទសវត្សរ៍កងទ័ពកម្ពុជាបានស្គាល់និងប្រើប្រាស់ប្រព័ន្ធ AK យ៉ាងទូលំទូលាយការប្រយុទ្ធក្នុងសមរភូមិជាមួយនឹងអាវុធដែលយើងស្គាល់ពីអានុភាពរបស់វាច្បាស់វាអាចជួយឲ្យទាហានមានភាពនឹងណផ្នែកផ្លូវអារម្មណ៍ដែលវាគឺជាផ្នែកនៃភាពជោគជ័យ 50% មុនពេលចេញប្រយុទ្ធទៅទៀត
ដូច្នេះការបន្តប្រើប្រាស់ប្រព័ន្ធដែលស្គាល់ច្បាស់គឺមានភាពងាយស្រួលជាងការផ្លាស់ប្ដូរទាំងស្រុងប៉ុន្តែក្នុងចំណុចនេះមិនមែនមានន័យថាទាហានរបស់កម្ពុជាយើងមិនចេះប្រើប្រាស់ M16 ឬក៏ M4 នោះទេទាហានរបស់យើងក៏ត្រូវបានបំពាក់កាំភ្លើងប្រភេទនេះនៅតាមអង្គភាពមួយចំនួនផងដែរដូចជាបញ្ជាការដ្ឋានកងទ័ពពិសេស911បញ្ជាការដ្ឋានកងអង្គរៈកងពលតលេខ70កងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងមានអង្គភាពមួយចំនួនទៀតដែលនៅមិនទាន់រៀបរាប់អស់ហើយបើយើងនិយាយអំពីចំណុចខ្លាំងរបស់ M16 វិញមានដូចជាការបាញ់ក្នុងចម្ងាយឆ្ងាយមានសុក្រិតភាពចំពោះគោលដៅបានល្អកម្លាំងធាក់ថយក្រោយតិចពេលបាញ់មានទម្ងន់ស្រាលជាងបើប្រៀបធៀបទៅនឹងកាំភ្លើង AK អាចឲ្យទាហានយកគ្រាប់តាមខ្លួនបានច្រើនដោយសារតែទម្ងន់ស្រាលរបស់វាស័ក្តិសមសម្រាប់បេសកកម្មបាញ់ចម្ងាយមធ្យមនិងចម្ងាយឆ្ងាយនិងជាពិសេសងាយស្រួលក្នុងការបំពាក់ឧបករណ៍ទំនើបបានច្រើនប្រភេទប៉ុន្តែវាមិនមែនមានតែចំណុចខ្លាំងមួយនោះទេវាក៏មានចំណុចខ្សោយផងដែរចំពោះចំណុចខ្សោយរបស់វាវិញមានដូចជាត្រូវការការថែទាំខ្ពស់និងច្រើនជាងត្រកល់ AK ប្រព័ន្ធគ្រឿងបង្គុំខាងក្នុងងាយកកស្ទះត្រូវការការសម្អាតនិងថែទាំជាប្រចាំនិងជាពិសេសគ្រឿងបន្លាស់និងគ្រាប់មិនសូវសម្បូរដូចជាត្រកល់ AK នោះទេសម្រាប់ប្រទេសកម្ពុជាយើងដោយសរុបសេចក្តីមកវិញជាង60ឆ្នាំបន្ទាប់ពីចូលបម្រើការ M16 នៅតែជាកាំភ្លើងវាយប្រហារដ៏មានឥទ្ធិពលបំផុតមួយក្នុងប្រវត្តិសាស្ត្រយោធាវាបានឆ្លងកាត់សង្គ្រាមធំៗជាច្រើនបម្រើការនៅក្នុងជួរកងទ័ពរាប់សិបប្រទេសនិងក្លាយជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍកាំភ្លើងសម័យទំនើបជាច្រើនសម្រាប់កម្ពុជាបញ្ហាមិនមែនថា M16 អន់ជាង AK ឬក៏ AK អន់ជាង M16 នោះទេចំណុចសំខាន់គឺប្រព័ន្ធផ្គត់ផ្គង់ការវឹកហាត់ភាពជឿជាក់និងថវិកាហើយដរាបណាប្រព័ន្ធ AK នៅតែអាចបំពេញភារកិច្ចរបស់វាបានយ៉ាងមានប្រសិទ្ធភាពកងទ័ពកម្ពុជាក៏នឹងបន្តប្រើប្រាស់វាជាឆ្អឹងខ្នងរបស់កងទ័ពថ្មើរជើងបន្តទៅទៀតនោះហើយជាមូលហេតុដែលនៅឆ្នាំ2026នេះយើងអាចឃើញ M16 នៅក្នុងការប្រើប្រាស់របស់អង្គភាពមួយចំនួនប៉ុន្តែ AK នៅតែជាកាំភ្លើងដែលមានវត្តមានច្រើនជាងគេនៅក្នុងកងយុទ្ធពលខេមរៈភូមិន្ទ